Hey everyone, welcome back. It's great to see you here today. នេះជាវិធីដែលគេរកទឹកនៅតំបន់ដែលមានសភាពក្តៅហួតហែងដំបងគេដាក់គ្រាប់ផ្សេងមួយនៅក្នុងដីធ្វើឲ្យសត្វស្វានៅវាឃើញអ្វីឆ្ងល់ៗក៏វាបានយកដៃវាលូកចូលទៅក្នុងនោះដើម្បីយកដល់ពេលវាទាញមកវិញគឺទាញអត់ជាប់ទេដោយសារតែដៃវានៅក្នុងហ្នឹងដល់ពេលមនុស្សម្ដងបានដោះលែងវាហើយទៅបានឲ្យរបស់ដែលវាស៊ីដែលមានសភាពស្ងួតឲ្យវាស៊ីចុះស៊ីឡើងវាមានសភាពថាស្ងួតក៏វារត់ទៅរកទឹកគឺពេលនោះមនុស្សបានព្យាយាមរត់ដេញតាមក៏ទៅដល់ប្រភពទឹកមួយដែលស្វាបារម្ភនេះកំពុងតែឈរមើលខុនសើសុកស្រាប់តែមានអាផ្គរមួយធ្លាក់បុកចំកតាក្បាលគាត់ឡើងប្រកាច់ដល់ពេលនោះគាត់មើលអសអីអត់ច្បាស់ទេសម្បីតែមើលរូបគនូក៏មើលអត់ច្បាស់ដែរធ្វើឲ្យភ្នែកគាត់សលែសលើឡើងប្រកាច់កាន់ពេញនឹងហើយគេឲ្យគាត់ទៅសេមិនគាត់ទៅសេអត់ត្រូវដែរដល់ពេលថ្ងៃមួយគាត់ព្យាយាមទៅសេសោះទៅសេឡើងក៏នៅតែដូចគាត់ទៅសេពីមួយទៅមួយរហូតទទួលបានគំនូផ្ទាំងដែលមានសភាពឡើងប្រកាច់កាន់ពេញនឹងមានអារម្មណ៍ថាអត់ស្អាតទេដល់ពេលដែលរឿងហេតុដោយសារតែអាការគាត់បុកធ្វើឲ្យភ្នែករបស់គាត់ស្លើដល់ពេលមើលអ្វីម្យ៉ាងគឺវាគេដល់ពេលគាត់គូតាមភ្នែកគាត់ទៅបង្កើតបានទៅជាផ្ទាំងរូបភាពមួយដ៏អស្ចារ្យដែលធ្វើឲ្យគេគ្រប់គ្នាពិតជាកោតសរសើរចំពោះការគូរបស់គាត់មែនទែនហើយនេះជារឿងពិតដែលកើតមានចំពោះបរិបទម្នាក់កំឡុងពេលសង្គ្រាមគេបានទម្លាក់គ្រាប់នុយក្លេអ៊ែរនៅប្រទេសមួយដល់ពេលនោះធ្វើឲ្យឆ្កែនៅប្រទេសនោះព្យាយាមរត់កកាយដើម្បីស្វែងរកម្ចាស់វាឲ្យតែឆ្កែនឹងកកាយកន្លែងណាគឺមានមនុស្សនៅកន្លែងហ្នឹងហើយអ្នកជួយសង្គមក៏បានឃើញក៏បានយកឆ្កែនោះយកទៅហ្វឹកហាត់ហើយឆ្កែនោះវាឲ្យទៅពេលវាដើរទៅដល់កន្លែងណាមានកន្លែងបាក់វាព្យាយាមផុសទៅដល់តែមានមនុស្សដែលជាប់សង្កត់នៅក្នុងហ្នឹងហើយធ្វើឲ្យអ្នកជួយសង្គ្រោះអាចយកអ្នកនោះយកទៅមន្ទីរពេទ្យបានហើយការជួយសង្គ្រោះនោះគឺទទួលបាន100នាក់ដល់ពេលនោះឆ្កែនោះបានទៅខ្លាចជាអ្នកបង្វឹកហាត់ឆ្កែផ្សេងៗដើម្បីជួយសង្គ្រោះមនុស្សដែលបាក់នៅក្រោមអគារហើយនេះជារឿងពិតដែលកើតមានចំពោះឆ្កែម្នាក់នេះដែលត្រូវបានគេយកទៅហ្វឹកហាត់ដើម្បីជួយសង្គ្រោះមនុស្សនៅក្រោមការដួលសង្កត់របស់អគារផ្សេងៗក្មេងស្រីម្នាក់នេះត្រូវបាននារីម្នាក់ចាស់ចម្រិតដល់ពេលនោះក្មេងស្រីម្នាក់នោះខំនារីម្នាក់នោះយ៉ាងខ្លាំងនារីម្នាក់នោះខឹងខ្លាំងពេកក៏សម្រេចឆ្តាហត់ដេញតាមចាប់ក្មេងស្រីនោះរត់មកវិញដល់ពេលរត់ចុះរត់ឡើងត្រឡប់ផ្ទះបងប្រុសឃើញហេតុការណ៍នេះក៏បានទាញចាពីមកៅស៊ូមកដាក់គ្រាប់ហើយបាញ់នារីម្នាក់នោះមកគ្រាប់ឡើងចំកតាក្បាលធ្វើឲ្យនារីម្នាក់នោះឈឺយ៉ាងខ្លាំងនារីនោះសម្រេចចិត្តថាអត់ដេញតាមទេហើយក៏សម្រេចចិត្តថាដកថយទៅដល់ពេលទៅដល់កន្លែងមួយប៉ូលីសទៅដល់ក៏បានឃើញនារីម្នាក់នោះក៏សម្រេចចិត្តថាចាប់នារីនោះញុកចុកគុកទៅហើយនេះជារឿងពិតដែលកើតមានចំពោះបងប្រុសម្នាក់ដែលបានបាញ់ចំពីមកៅស៊ូដើម្បីជួយសង្គ្រោះប្អូនស្រីកំឡុងពេលបេសកកម្មបរិះ4-5នាក់ត្រូវបានខ្ចោះគួចចូលក្នុងទឹករឿងហេតុកើតឡើងដោយសារតែពេលគាត់កំពុងតែជួសជុលនឹងស្រាប់តែវាខូចសម្រាប់បូងទឹកខ្យល់នោះហើយត្រូវបានខ្យល់គួចចូលយ៉ាងខ្លាំងដល់ពេលចូលទៅក្នុងពងក្រោមទឹកក៏ត្រូវបានបរិះម្នាក់ទៀតបានព្យាយាមហែតឡើងលើដើម្បីទៅសុំជំនួយពីម្ចាស់ទូកមួយតែត្រូវម្ចាស់ទូកនោះព្យាយាមបដិសេធជួយគាត់ទេដល់ពេលដោយសារតែយូរខាងពេកធ្វើឲ្យមិត្តភ័ក្តិគាត់នៅក្នុងនោះគឺបានចេះដោយទាំងអស់ដល់ពេលត្រាការបានកាត់ទោសបរិះម្នាក់នោះឲ្យជាប់គុកមួយជីវិតហើយនេះជារឿងពិតដែលកើតមានចំពោះបរិះ4-5នាក់នេះដែលបានជាប់នៅក្នុងលូហើយត្រូវម្ចាស់ព្យាយាមមិនជួយក៏បានធ្វើឲ្យចេះដោយទាំងអស់គ្នាទៅ